អូក្លាប់មែនតែនមកវីដេអូនឹងអត់រួចខ្លួនទេទុកក្លាប់គ្រប់ពីលើបាត់លើទុកថ្មីទៀតថ្ងៃនេះគេរំតិចគេកំពងតាហ៊ូមកញ៉ាំលើទុកមកទុកនេះខ្លងឡើងដល់កហើយយូរថាអង្គុយថតនេះឡើងរឹងខ្លួនហើយវាខ្លងនេះខ្លប់តែយកតាហ៊ូទៅធ្វើខឬក៏យើងយកមកឆាប៉ុន្តែនៅពេលដែលយកមកជ្រលក់ជាមួយនឹងម្សៅដាក់បំពងឲ្យឡើងក្រហមបែបនេះហើយជ្រលក់ជាមួយនឹងទឹកម៉ាយ៉ូណេសនិយាយពីថាញ៉ាំទៅរសជាតិឡើងឆ្ងាញ់ហើយឡើងស្រួយខ្ញោកសំខាន់គ្រឿងផ្សំគឺមានតែពីរបីមុខទេមានដូចជាតាហ៊ូមានម្សៅបំពងស្រួយអាជីណូម៉ូតូនិងទឹកម៉ាយ៉ូណេសអាជីម៉ាយ៉ូហើយបើនិយាយពីរបៀបធ្វើវិញគឺងាយស្រួលខ្លាំងមែនទែនជាដំបូងឡើយគឺយើងកាត់តាហ៊ូនឹងជាដុំតូចៗសិនចង់កាត់ប៉ុណ្ណឹងក៏បានធំជាងនឹងក៏បានតូចជាងនឹងក៏បានដែរហើយតាហ៊ូនឹងនិយាយពីថាទិញដាក់ក្លាសេឡើងប្រហែលថ្ងៃឯងបានទៅនឹកឃើញយកមកធ្វើហើយបន្តមកទៀតពូចុងភៅក៏ចាប់ផ្ដើមលាយម្សៅបំពងស្រួយអាជីណូម៉ូតូម្សៅបំពងស្រួយអាជីណូម៉ូតូមានពីររសជាតិមានរសជាតិខ្ទឹមនិងម្រេចហើយនិងរសជាតិហឹរហើយពូចុងភៅក៏លាយក៏ដាក់រសជាតិហឹរហើយយើងប្រើ3កញ្ចប់ដោយសារតែតាហ៊ូរបស់យើងនឹងរៀងច្រើនដែរហើយក្នុងមួយកញ្ចប់ហ្នឹងគឺយើងប្រើទឹក160មីលីលីត្រអញ្ចឹង3កញ្ចប់ហ្នឹងគឺយើងអាចគុណគូទឹកទៅតាមហ្នឹងទៅឬក៏ពេលខ្លះបងប្អូនត្រូវការម្សៅនឹងរាវឬក៏ខាប់អីយើងអាចចាក់លេខប៉ាន់ប្រមាណទៅតាមអ្វីដែលយើងចង់បានទៅហើយម្សៅបំពងស្រួយអាជីណូម៉ូតូនេះគឺយើងអត់ចាំបាច់ថែមគ្រឿងអំបិលស្ករប៊ីចេងអីចូលថែមទេគ្រាន់តែឲ្យកញ្ចប់ចាក់ម្សៅចេញមកដាក់លាយទឹកតែប៉ុណ្្នឹងទៅរសជាតិមកល្មមឆ្ងាញ់ហើយចង់បំពងបកាក៏បានស្លាប់មាន់ក៏បានផ្លូវមាន់ក៏បានបំពងប្រហិតក៏បានបំពងបន្លែក៏បានឬក៏ចង់បំពងតាហ៊ូដូចយើងខ្ញុំអីចេះក៏បានដែរសំខាន់ងាយស្រួលក្នុងការធ្វើហើយលឿនទៀតនិយាយទៅយូរតែពេលដែលយើងដាក់បំពងទេឥឡូវនេះពូចង់ភៅក៏ចាប់ផ្ដើមដាក់តាហ៊ូបំពងហើយកលេចមើលអ្នកខាងនេះវិញនិយាយពីថាកំសត់ដល់កហើយអង្គុយលេងម្នាក់ឯងម៉ែឪនោះរវល់ថតវីដេអូដល់ពេលកូនឲ្យមានអ្នកគេនឹងមើលដល់ពេលមេនោះមើលចុះមើលឡើងស្រាប់តែកលេចឃើញមានមាត់ត្រីពោមានណារុញក្មួយនឹងមកឲ្យម៉ែមើលវិញចាឯងមើលកូនបដើថតបដើទៅខ្ញុំទៅបិទនុយស្ទូចត្រីពោបន្តិចសិននិយាយពីរឿងតាហ៊ូបំពងនេះគឺអត់ដែលធ្វើញ៉ាំទេនេះជាលើកទី1ហើយធ្វើញ៉ាំនេះក៏មិនមែនធ្វើញ៉ាំដោយសារតែចេះខ្លួនឯងដឹងខ្លួនឯងដែរគឺមើលតាមវីដេអូគេឃើញគេធ្វើវីដេអូបំពងអាតាហ៊ូនឹងមើលទៅដូចតំណងឡើងក្រហមហើយញ៉ាំទៅឡើងស្រួយខ្ញោកអញ្ចឹងទៅក៏សាកល្បងធ្វើតាមគេប៉ុន្តែមានណារសជាតិឡើងឆ្ងាញ់ហ្មងញ៉ាំទៅឡើងជក់មាត់វាមិនឆ្ងាញ់អីហោះហើរទៅណាទេប៉ុន្តែគាត់ថាញ៉ាំទៅគឺជក់មាត់ហើយមើលជីវិតអ្នកខាងនេះដោយរោគរ៉ាដល់ហើយនិយាយពីថាហុចដៃឲ្យគេពោគ្រប់គ្នាតែអត់មានណាគេពោទេដោយសារគេរវល់ឥឡូវនេះតាហ៊ូរបស់យើងបានបំពងឆ្អិនរួចរាល់ហើយនិយាយពីថាមើលទៅតំណងខ្លាំងណាស់គឺសម្រាប់គេតាក់ទាញហ្មងហើយពេលញ៉ាំហ្នឹងគឺយើងជ្រលក់ជាមួយនឹងទឹកម៉ាយ៉ូណេសអាជីម៉ាយ៉ូម៉ាយ៉ូណេសអាជីម៉ាយ៉ូជាទឹកម៉ាយ៉ូណេសដែលល្អបំផុតផលិតចេញពីស៊ុតមាន់ស្រស់ប្រេងបន្លែនិងគ្រឿងផ្សំសំខាន់សមស្របតាមចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជាយើងម៉ាយ៉ូណេសអាជីម៉ាយ៉ូមានពីទំហំឲ្យយើងជ្រើសរើសមានទំហំ130ក្រាមនិងទំហំ260ក្រាមហើយងាយស្រួលនៅក្នុងការរកទិញមានលក់នៅតាមតូបតាមផ្សារនិងតាមបណ្ដាផ្សារទំនើបនានាឬក៏បងប្អូនអាចតាក់ទងទៅកាន់ Page Ajinomoto Cambodia ហើយពូចុងភៅនេះពេលដែលគាត់បំពងតាហ៊ូហ្នឹងគឺគាត់គិតថារសជាតិប្រហែលជាធម្មតាអញ្ចឹងណាប៉ុន្តែពេលញ៉ាំទៅមានណារសជាតិឡើងឆ្ងាញ់ហើយយើងជ្រលក់ជាមួយនឹងទឹកម៉ាយ៉ូណេសអញ្ចឹងទៀតទៅគឺថាដាក់ទៅឡើងត្រូវរសជាតិហ្មងហើយពូចុងភៅគាត់ញ៉ាំតាហ៊ូបំពងនឹងអស់ឡើងច្រើនពេលដែលយើងធ្វើញ៉ាំនឹងរៀងល្ងាចដែរហើយគាត់ញ៉ាំតាហ៊ូបំពងនឹងឡើងអត់ញ៉ាំបាយល្ងាចហើយពេលដែលញ៉ាំនឹងអត់មាននាំគ្នាញ៉ាំនៅលើផ្ទះទេនាំគ្នាមកញ៉ាំនៅលើទូកដោយសារតែទូកប្អូននេះខ្ញុំគេទៅលាបថ្នាំហើយទៅមើលទៅដូចតំណងចានាំគ្នាចោះមកអង្គុយញ៉ាំតែអង្គុយលើទូកនឹងតតែចេះទប់ខ្លួនណាបើសិនជាមិនចេះទប់វិញគឺដឹងតែទូកនឹងអង្គុយពីលើវិញហើយវីដេអូមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនត្រូវការម្សៅបំពងស្រួយដែលមានរសជាតិឆ្ងាញ់និងទឹកម៉ាយ៉ូណេសដែលមានរសជាតិឆ្ងាញ់កុំភ្លេចម្សៅបំពងស្រួយអាជីណូម៉ូតូនិងទឹកម៉ាយ៉ូណេសអាជីម៉ាយ៉ូអរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាជួបគ្នាវីដេអូក្រោយទៀតបាយបាយ